ឈ្មោះរបស់ខ្ញុំគឺឡាមខ្ញុំគឺជាគិតកោគោលដៅរបស់ខ្ញុំគឺក្មេងស្រីឈ្មោះសាយយ៉ានយុវជនដែលមានឈ្មោះថាឡាមត្រូវបាននិរទេសចេញពីត្រកូលរបស់ខ្លួនដោយគ្មានមេត្តាព្រោះពួកគេជឿថាគាត់ជាមនុស្សគ្មានសំណាងហើយថែមទាំងមានអំណាចថាមពលម្យ៉ាងដ៏គួរឲ្យខ្លាចដែលស្ថិតនៅក្នុងខ្លួនរបស់គាត់ពេលវេលាដែលរីករាយនិងមានន័យបំផុតនៅក្នុងមួយឆាកជីវិតរបស់ឡាមគឺជាពេលដែលបានរស់នៅនិងធំលូតលាស់ជាមួយនឹងក្មេងកំព្រាដទៃទៀតនៅក្នុងភូមិនេសាទតូចមួយនៅក្បែរមាត់សមុទ្រលុះថ្ងៃមួយអណ្ដាតភ្លើងនៃសង្គ្រាមបានឆេះរីករាលដាលរហូតដល់ភូមិដែលពួកគេរស់នៅហើយនៅថ្ងៃនោះដែរក៏ជាថ្ងៃដែលឆាកជីវិតរបស់ឡាមត្រូវបានផ្លាស់ប្ដូរទាំងស្រុងពោលគឺឡាមមិនដែលរំពឹងទុកទេថាថាមពលត្រីឆ្លាមដែលស្ថិតនៅក្នុងខ្លួនរបស់គាត់ជាយូរបានចេញមកសម្រាប់សត្រូវនិងការពារមិត្តភ័ក្តិរបស់គាត់ព្រមទាំងមនុស្សទាំងអស់នៅក្នុងភូមិក្រោយពីចម្បាំងត្រូវបានបញ្ចប់មនុស្សទាំងអស់នៅក្នុងភូមិពុំបានដឹងគុណទៅកាន់ឡាមទេផ្ទុយទៅវិញពួកគេបែរជាមានការរើសអើងទៅកាន់ឡាមជាខ្លាំងព្រោះពួកគេយល់ថាគាត់ជាបិសាចនិងមិនមាននរណាម្នាក់ហ៊ាននៅក្បែរគាត់ឡើយពេលវេលាចេះតែកន្លងផុតទៅឡាមដែលត្រូវបានអ្នកភូមិរើសអើងបានទម្លាប់នៅក្នុងការរស់នៅឆ្ងាយពីក្រុមមនុស្សហើយរស់នៅផ្សងព្រេងតែម្នាក់ឯងនៅក្នុងសម័យនគរ3ឬសាមកុកផ្ទៃប្រទេសទាំងមូលពោរពេញទៅដោយសង្គ្រាមបន្សល់ទុកនៅស្ត្រីមេម៉ាយនិងក្មេងកំព្រាជាច្រើនរួមទាំងសាកសពកងទ័ពជាច្រើននៅពីពេញសមរភូមិហើយជំរើសតែមួយគត់ដែលឡាមអាចការពារជីវិតរបស់ខ្លួនឯងបានគឺត្រូវពឹងលើថាមពលត្រីឆ្លាមដែលស្ថិតនៅក្នុងខ្លួនរបស់គាត់ដើម្បីប្រយុទ្ធតតាំងជាមួយនឹងសត្រូវជាច្រើននៅចំពោះមុខហើយនៅក្នុងចម្បាំងមួយនោះឡាមអាចយកឈ្នះសត្រូវរបស់គាត់បានទាំងអស់ប៉ុន្តែដោយសារគាត់បានប្រើប្រាស់ថាមពលត្រីឆ្លាមច្រើនពេកជាហេតុធ្វើឲ្យគាត់អស់កម្លាំងហើយក៏បានសន្លប់នៅទីនោះហើយនៅក្នុងចម្បាំងមួយនោះដែរឆាវឆាវដែលជាស្ដេចនៃនគរវៃបានឃើញពីភាពអង់អាចក្លាហានរបស់ឡាមព្រមទាំងសមត្ថភាពដ៏អស្ចារ្យរបស់គាត់ក្នុងការប្រយុទ្ធតតាំងជាមួយនឹងសត្រូវជាច្រើនហើយឆាវឆាវបានពេញចិត្តជាមួយនឹងឡាមជាខ្លាំងហើយក៏បាននាំយកឡាមដែលកំពុងតែដួលសន្លប់ត្រឡប់មកនគរវៃវិញមូលហេតុដែលឆាវឆាវនាំយកឡាមមកតាមគឺគាត់មានគោលបំណងយកឡាមមកបង្ហាត់បង្រៀនពីសិល្បៈប្រយុទ្ធផ្សេងៗជាមួយនឹងក្មេងៗដែលនៅក្នុងនគររបស់គាត់ក្នុងគោលបំណងអភិវឌ្ឍមេទ័ពដើម្បីប្រើប្រាស់នៅពេលក្រោយហើយដើម្បីអាចនៅរស់បន្តឡាមដែលកំពុងតែស្ថិតនៅក្នុងនគរវៃបានបង្ខំចិត្តហ្វឹកហាត់ទោះបីជាចិត្តរបស់គាត់មិនចង់ក៏ដោយក្រោយពីការហាត់រៀនអស់មួយរយៈឡាមបានស្ទាត់ជំនាញជាមួយនឹងដាវភ្លុះមួយគូដែលមានរាងដូចជាត្រីឆ្លាមហើយគាត់អាចបញ្ចេញវាមកបានយ៉ាងល្អឥតខ្ចោះហើយឆាវឆាវបានពេញចិត្តនិងកោតសរសើរទៅកាន់ឡាមជាខ្លាំងព្រមទាំងបានផ្ដល់បេសកកម្មឲ្យគាត់បំពេញទៀតផងគ្រប់បេសកកម្មដែលឆាវឆាវបានដាក់ឲ្យឡាមធ្វើឡាមមិនដែលធ្វើឲ្យឆាវឆាវខកបំណងម្ដងណាឡើយដោយសារតែភាពប៉ិនប្រសប់របស់ឡាមបានធ្វើឲ្យគាត់ក្លាយទៅជាកំពូលឃាតកររបស់ឆាវឆាវអស់រយៈពេលជាច្រើនឆ្នាំឡាមនៅតែបន្តធ្វើបេសកកម្មដែលឆាវឆាវបានដាក់ឲ្យជាដរាបរហូតដល់ថ្ងៃមួយឆាវឆាវបានបញ្ជាឲ្យឡាមតាមសម្លាប់កូនស្រីចិញ្ចឹមរបស់គាត់ដើម្បីដណ្ដើមយកត្បូងអធ្រាត្រប៉ុន្តែនៅក្នុងបេសកកម្មមួយនោះឡាមបានត្រូវរបួសហើយអណ្ដែតមកលើដីកោះដាច់ស្រយាលមួយរហូតគាត់ត្រូវបានជួយសង្គ្រោះដោយក្មេងស្រីម្នាក់ឈ្មោះថាសាយ៉ានដែលជាកូនស្រីចិញ្ចឹមរបស់ឆាវឆាវហើយនៅក្នុងពេលនោះឡាមបំរុងនឹងសម្លាប់នាងដែរប៉ុន្តែគាត់បានទទួលនៅអារម្មណ៍កក់ក្ដៅនិងភាពគ្មានការប្រុងប្រយ័ត្នរបស់នាងមកលើគាត់ហើយក្រោយពីបានចំណាយពេលជាមួយនឹងក្មេងស្រីម្នាក់នោះឡាមដែលធ្លាក់នៅក្នុងភាពខ្មៅងងឹតអស់រយៈពេលជាច្រើនឆ្នាំហាក់បីដូចជាបានទទួលនៅកាំរស្មីពន្លឺម្យ៉ាងដែលបានធ្វើឲ្យបេះដូងដុំថ្មរបស់គាត់បានកម្រើកនៅប៉ុន្មានថ្ងៃក្រោយមកឆាវឆាវនិងស៊ឺម៉ាអ៊ីក៏បានមកដល់ដីកោះមួយនោះហើយនៅពេលនោះដែរឡាមក៏បានធ្វើតាមឆន្ទៈរបស់ខ្លួនឯងជាលើកដំបូងពោលគឺឡាមបានបោះបង់បេសកកម្មចោលក្បត់នឹងឆាវឆាវក្បត់នឹងទឹកដីមហាវ័យទាំងមូលដើម្បីការពារ
សាយ៉ានបើទោះបីជាគាត់ត្រូវលះបង់ជីវិតរបស់ខ្លួនក៏ដោយហើយនៅពេលនេះឡាមដែលធ្លាប់តែជាឃាតករឈាមត្រជាក់សម្លាប់មនុស្សអស់ជាច្រើននាក់បានប្រែក្លាយជាឡាមដូចកាលពីមុន